ក្តៅស្ថានភាពផ្ទុះហើយបងប្អូនសៀមទ្រាំលែងបានបាញ់ផ្លោងពីក្របធ្ងន់ចូលទៅដីមីយ៉ាន់ម៉ាភ្លាមដើម្បីឆ្លើយតបនឹងការប្រយុទ្ធគ្នាដ៏កក្រើករវាងកងទ័ពការ៉េន KNU និងរបបយោធាមីយ៉ាន់ម៉ាភ្លាមអ្វីដែលគួរឲ្យព្រួយបារម្ភបំផុតនោះគឺក្របផ្លោងបានធ្លាក់ចូលមកដល់ទឹកដីថៃបង្កឲ្យមានការភ័យខ្លាចជាខ្លាំងចំណែកឯនៅព្រំដែនកម្ពុជាយើងវិញក៏មិនធម្មតាដែរសៀមកំពុងបញ្ជូនមេទ័ពធំនិងសម្ភារៈសឹកទំនើបមកបន្ថែមទៀតហើយបាទជំរាបសួរនិងសូមស្វាគមន៍ប្រិយមិត្តទាំងអស់គ្នាដែលកំពុងតែទស្សនាវីដេអូនេះក៏ដូចជាសួស្តីពុកម៉ែបងប្អូនជនរួមជាតិខ្មែរទាំងក្នុងនិងក្រៅប្រទេសជាទីគោរពរាប់អានស្វាគមន៍មកកាន់ Channel Pia 707ថ្ងៃនេះត្រូវនឹងព្រឹកព្រលឹមថ្ងៃទី12ខែកុម្ភៈឆ្នាំ2026ខ្ញុំបាទសូមវិលមកជួបបងប្អូនសាជាថ្មីដើម្បីធ្វើបច្ចុប្បន្នភាពឬក៏អាប់ដេតនៅព័ត៌មានក្តៅកគុកនៅតាមបន្ទាត់ព្រំដែនជូនទៅកាន់ពុកម៉ែបងប្អូនបានដឹងឮបងប្អូនអើយព្រឹកនេះព័ត៌មានគឺពិតជាក្តៅមែនទែនដោយសារតែកាលពីម្សិលមិញគឺថ្ងៃទី11ខែកុម្ភៈឆ្នាំ2026យោធារបស់សៀមបានសម្រេចចិត្តបាញ់ឆ្លងចំនួន2គ្រាប់ចូលទៅកាន់ទឹកដីនៃប្រទេសមីយ៉ាន់ម៉ាក្រោយពេលដែលភាគីមីយ៉ាន់ម៉ាបានបើកការវាយប្រហារគ្នាបាញ់គ្នាក៏ក្រើកដីតែម្ដងតើស្ថានភាពលំអិតយ៉ាងណានោះហើយវាប៉ះពាល់ដល់កម្ពុជាយើងបែបណាសូមបងប្អូនតាមដានជាមួយខ្ញុំបាទដូចតទៅបាទមុននឹងយើងឈានទៅដល់ព័ត៌មានលម្អិតនៃការបាញ់គ្នារវាងសៀមនិងមីយ៉ាន់ម៉ាខ្ញុំបាទសូមអនុញ្ញាតធ្វើបច្ចុប្បន្នភាពស្ថានភាពនៅតាមបន្ទាត់ព្រំដែននៃព្រះរាជាណាចក្រកម្ពុជាយើងជាមុនសិនបងប្អូនជាទីគោរពនៅថ្ងៃនេះស្ថានភាពព្រំដែនរបស់យើងខាងកម្ពុជាគឺនៅតែរក្សាភាពស្ងប់ស្ងាត់និងអត់ធ្មត់ខ្ពស់ប៉ុន្តែខាងភាគីសៀមគឺអត់មានស្ងប់ស្ងាត់ទេពុកម៉ែបងប្អូនពួកគេនៅតែបន្តសកម្មភាពឈូសឆាយបំផ្លាញផ្ទះសម្បែងរបស់ប្រជាពលរដ្ឋខ្មែរយើងដើម្បីធ្វើជាលេនដ្ឋាននិងទីតាំងឈរជើងមិនតែប៉ុណ្ណោះពួកគេបាននឹងកំពុងដឹកជញ្ជូននៅគ្រឿងយុទ្ធោបករណ៍ទំនើបអាវុធធ្ងន់និងបន្ថែមកងទ័ពរាប់ពាន់នាក់ចូលមកកាន់ទឹកដីដែលពួកគេកំពុងតែឈរជើងប្រឈមមុខនឹងកម្ពុជាយើងពីមួយថ្ងៃទៅមួយថ្ងៃកាន់តែច្រើនឡើងត្រង់ចំណុចនេះខ្ញុំសូមអំពាវនាវដល់បងប្អូនជនរួមជាតិខ្មែរយើងត្រូវតែមានជាតិតែមួយចិត្តតែមួយនិងគោលដៅតែមួយយើងត្រូវរួមកម្លាំងរួមគំនិតគ្នាដើម្បីការពារអធិបតេយ្យនិងសន្តិភាពរបស់ជាតិយើងប្រជាជនយើងត្រូវឈរយ៉ាងមុតស្រួចលើគោលការណ៍រួមឯកភាពជាតិឲ្យបានរឹងមាំរាជរដ្ឋាភិបាលលោកគឺជាអ្នកអនុវត្តច្បាប់ចំណែកឯយើងជាប្រជាជនគឺជាអ្នកគាំទ្រដ៏រឹងមាំបំផុតខ្មែរតែមួយមិនបែកបាក់ហើយយើងក៏មិនបកបង់សន្តិភាពដែរប៉ុន្តែយុត្តិធម៌ត្រូវតែមានចំពោះទឹកដីនៃព្រះរាជាណាចក្រកម្ពុជាយើងឥឡូវនេះយើងចូលទៅដល់អត្ថបទព័ត៌មានស៊ីជម្រៅតែម្ដងតាក់ទងនឹងហេតុការណ៍ដែលសៀមបានបាញ់ផ្លោងចំនួន2គ្រាប់ចូលទៅកាន់ទឹកដីនៃប្រទេសមីយ៉ាន់ម៉ារឿងហេតុនេះកើតឡើងនៅថ្ងៃទី11ខែកុម្ភៈឆ្នាំ2026យោធាថៃហាក់ដូចជាកំពុងតែមានចិត្តត្រេកអរនិងសប្បាយចិត្តខ្លាំងមែនទែននៅក្នុងការដែលពួកគេបានរកលេខបាញ់ផ្លោងចូលទៅកាន់តំបន់មយ៉ាវឌីរបស់ប្រទេសមីយ៉ាន់ម៉ាមូលហេតុគឺដោយសារតែមានការប្រយុទ្ធគ្នាយ៉ាងសាហាវរវាងទាហានរបបយោធាមីយ៉ាន់ម៉ានិងកងកម្លាំងជនជាតិភាគតិច KNU កងទ័ពការ៉េននិងរបបយោធាមីយ៉ាន់ម៉ាការប្រយុទ្ធនេះគឺវាយគ្នាក៏ក្រាកតែម្ដងបងប្អូនរហូតធ្វើឲ្យគ្រាប់ផ្លោងពីការប្រយុទ្ធនោះបានធ្លាក់ចូលមកលើទឹកដីរបស់ប្រទេសថៃនៅឯស្រុកម៉ែសិតខេត្តតាក់ថៃប្រូវីនឃើញបែបនេះសៀមទ្រាំលែងបានក៏ចាប់ផ្ដើមបង្វែរកណ្ដុងកំភ្លើងធំរបស់ខ្លួនបាញ់ផ្លោងសងវិញចំនួន2គ្រាប់ភ្លាមយោងតាមក្រុមការងារនៃមេបញ្ជាការដ្ឋានណារ៉ែនសួនរបស់ថៃបានចេញមុខមកបកស្រាយថាការបាញ់ឆ្លើយតបបែបនេះគឺធ្វើឡើងស្របទៅតាមច្បាប់នៃការចូលរួមនិងកិច្ចព្រមព្រៀងពួកគេបានបញ្ជាក់ថាការបាញ់នេះគឺជាការបាញ់គ្រាប់បំបែកផ្សែងជាការព្រួយបារម្ភទៅដល់ភាគីចំនួននៅមីយ៉ាន់ម៉ាឲ្យដឹងថាកុំឲ្យបាញ់ឆ្លងដែនមកទៀតប៉ុន្តែបងប្អូនដឹងទេផលប៉ះពាល់ពីការប្រយុទ្ធគ្នានៅមីយ៉ាន់ម៉ានេះបានធ្វើឲ្យប្រជាជនថៃនៅឃុំមហាវ៉ាន់ស្រុកម៉ែសិតខេត្តតាក់មានការភ័យខ្លាចជាខ្លាំងនិងរត់ចៃជើងគ្នាប្រជាជនខ្លះរងរបួសហើយផ្ទះសម្បែងជាច្រើនខ្នងត្រូវរងការខូចខាតដំណាំដោយសារតែអំបែងគ្រាប់និងសម្បកគ្រាប់ដែលធ្លាក់មកពីទឹកដីមីយ៉ាន់ម៉ាអ្នកស្រុកនៅទីនោះគឺភ័យខ្លាំងណាស់អ្នកខ្លះរត់ចោលផ្ទះសម្បែងអស់ទៅហើយខាងមេបញ្ជាការដ្ឋានណារ៉ែនសួនបានព្រួយបារម្ភធ្ងន់ថាប្រសិនបើមីយ៉ាន់ម៉ានៅតែបន្តបាញ់ប្រយុទ្ធគ្នាជាមួយកងទ័ពការ៉េន KNU ហើយនៅតែបណ្ដាលឲ្យគ្រាប់ផ្លោងធ្លាក់ចូលទឹកដីថៃទៀតនោះថៃនឹងដំឡើងកម្រិតនៃការបាញ់សងសឹកនិងអាចឈានទៅដល់ការធ្វើសង្គ្រាមតបតវិញនៅត្រង់ចំណុចនេះសូមបងប្អូនពិចារណាទាំងអស់គ្នាថៃហាក់ដូចជាកំពុងតែសងសឹកហើយស្ថានភាពអាចនឹងផ្ទុះជាសង្គ្រាមធំបច្ចុប្បន្ននេះក្រុមជនជាតិភាគតិចការ៉េន KNU កំពុងតែវាយសម្រុកខ្លាំងដើម្បីទាមទារប្រកាសផ្កាប្រដៅ Star Enecharat ដែលមានឈ្មោះថាសាធារណរដ្ឋ Khao Tholi
เอาไว้เด็กกูไอ้กอดสมกรนู้คือประเทศข้าวโทลีได้การน KNU จองบังการนี้คือเมียนประเทศหน้าในเรือพิภพโลกดังลือหรือตัวสกอร์หนูเตเมียนแต่เจ้าเสียมแต่ปนเนาะได้ประกาศความเตอหนึ่งเนื้อปีคางขนองแต่ปนเนาะเสียมจองไอเมียนรอดนี้ล้างดับเบิลจะกล้าบังใบบำบักมียันมาจำแนกไอระบอบโยเทียมียันมาวิ่งคือได้คาดมันไอตุกไอ KNU ริกเรียวดาวทมบานเต้ปรูปัจจุบัน KNU เมียนประชาชนประมาณเชียงดอบเลียนเนี่ยไอเนาะจำนวนดอบเลียนเนี่ยนี่มันติ๊กเต้บองปอนคือไอ้นิยัยบานทาสะซ่อมหนึ่งบังกายเจียประเตะมวยบานให้กำลังโยเทียรับเอาเคก็มันธรรมดาได้เงียกมักจับอารามในปรุมแดนกัมพูชียังมาดองកាលពីម្សិលមិញថ្ងៃទី11ខែកុម្ភៈដដែលនេះគឺមានភាពមិនប្រក្រតីមួយបានកើតឡើងឧត្តមសេនីយ៍ឯកទីបសវាងសាងដែលជានាយកការិយាល័យទំនាក់ទំនងសាធារណៈនិងព័ត៌មាននៃបញ្ជាការដ្ឋានប្រតិបត្តិការសន្តិសុខផ្ទៃក្នុង ISOC របស់ចៅសៀមបានដឹកនាំគណៈប្រតិភូនិងអ្នកគាំទ្រជាង70នាក់ធ្វើដំណើរតាមយន្តហោះប្រភេទ C295W ពីមូលដ្ឋានទ័ពអាកាសដនមើងមកកាន់អាកាសយានដ្ឋានបរិរមបន្ទាប់មកពួកគេបានបន្តដំណើរចុះមកកាន់តំបន់តាក្របីនិងភ្នំ350ដែលជាតំបន់ប្រឈមមុខដាក់គ្នាគោលបំណងនៃការមកនេះគឺដើម្បីសួរសុខទុក្ខនិងផ្ដល់សម្ភារៈដល់កងទ័ពរបស់គេសម្ភារៈដែលគេយកមកនោះមានដូចជាឧបករណ៍ការពារយន្តហោះគ្មានមនុស្សបើក Anti-drone សំណាញ់កម្លាំងមូលដ្ឋានធុងទឹកភួយមុងកន្ទេលនិងអាហារផ្សេងៗនេះសបញ្ជាក់ឲ្យឃើញថាគេកំពុងតែត្រៀមលក្ខណៈរយៈពេលវែងហើយបងអូនការផ្ដល់ឧបករណ៍ការពារ drone និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃទាំងនេះគឺក្នុងគោលបំណងពង្រឹងប្រព័ន្ធការពារដែនអាកាសនិងលើកទឹកចិត្តកងទ័ពរបស់គេឲ្យត្រៀមខ្លួន24ម៉ោងលើ24ម៉ោងដើម្បីប្រឈមមុខជាមួយកម្ពុជាយើងខ្ញុំឃើញព័ត៌មាននេះហើយគឺមានអារម្មណ៍ថាក្តីចិត្តខ្លាំងមែនទែនដែលពួកគេហាក់ដូចជាកំពុងសម្ដែងនិងត្រៀមធ្វើសង្គ្រាមជាមួយយើងបែបនេះមិនអស់ត្រឹមនឹងទេបងអូនលោកអនុធានឆានវីរៈគុលមន្ត្រីជាន់ខ្ពស់របស់ថៃក៏បានចេញមុខមកថ្លែងតាក់ទិននឹងឧបទ្ទហេតុដែលទាហានថៃជាន់មីនលោកបានចោទប្រកាន់ទាំងបំពេញថាទាំងនេះសុទ្ធសឹងតែជាការរៀបចំនិងជាស្នាដៃរបស់ខាងកម្ពុជាយើងប៉ុន្តែភ្លាមនោះក្រសួងការពារជាតិរបស់កម្ពុជាយើងក៏បានចេញលិខិតតវ៉ានិងបកស្រាយបំភ្លឺយ៉ាងច្បាស់លាស់ប្រឆាំងនឹងការចោទប្រកាន់នេះកម្ពុជាបានបញ្ជាក់ថាយើងមិនបានចូលទៅដាក់មីនអ្វីនោះទេហើយទឹកដីដែលយោធាថៃកំពុងឈរជើងហើយជាន់មីននោះគឺជាទឹកដីរបស់កម្ពុជាសុទ្ធសាធកម្ពុជាយើងគោរពច្បាប់មិនមែនចេះតែលួចទៅដាក់មីនផ្ដេសផ្ដាសដោយការចោទប្រកាន់របស់គេឡើយដូច្នេះការសម្ដែងរបស់លោកអនុធេនពេលនេះគឺគ្រាន់តែជាឈុតឆាកថ្មីមួយទៀតដើម្បីលាបពណ៌កម្ពុជាតែប៉ុណ្ណោះជាចុងក្រោយបងប្អូនអើយស្ថានភាពនៅព្រំដែនគឺពិតជាមានភាពផុយស្រួយនិងតានតឹងខ្លាំងណាស់កងទ័ពរបស់យើងដែលកំពុងឈរជើងនៅជួរមុខពួកគាត់លំបាកណាស់អស់រយៈពេលជាច្រើនខែមកហើយពួកគាត់អត់មានពេលឯណាទៅរកទទួលទានឬប្រកបរបរអ្វីបានទេគឺមានតែពួកម៉ែបងប្អូនដែលនៅជួរក្រោយនេះហើយដែលអាចជួយពួកគាត់បានដូច្នេះសម្រាប់បងប្អូនដែលមានសទ្ធាមានលទ្ធភាពសូមមេត្តាបន្តជួយឧបត្ថម្ភគាំទ្រដល់កងទ័ពរបស់យើងបន្ថែមទៀតតាមអ្វីដែលអាចធ្វើទៅបានហើយអ្វីដែលសំខាន់បំផុតនោះខ្ញុំបាទសូមអង្វរចិត្តដល់ពុកម៉ែបងប្អូនទាំងអស់គ្នាសូមមេត្តាបញ្ឈប់ការប្រើប្រាស់ទំនិញរបស់ចៅសៀមសូមបញ្ឈប់ការនាំចូលនិងការលក់ដូរទំនិញសៀមខុសច្បាប់នៅលើទឹកដីខ្មែរយើងទៅខ្ញុំឃើញនៅតែមានការលក់ដូរច្រើនណាស់អត់ដាច់សោះបើយើងនៅតែគាំទ្រផលិតផលគេគឺស្មើនឹងយើងផ្ដល់ក្រាប់កាំភ្លើងឲ្យគេមកបាញ់យើងវិញហើយបាទប្រសិនបើមានពាក្យពេចន៍កំហុសខុសឆ្គងត្រង់កន្លែងណាមួយនៅក្នុងនាមខ្ញុំបាទជាអ្នកអត្ថាធិប្បាយក៏សូមខន្តីអភ័យទោសផងដែរសូមបងប្អូនកុំភ្លេចជួយ share វីដេអូនេះឲ្យបានច្រើនដើម្បីឲ្យពិភពលោកក៏ដូចជាបងប្អូនខ្មែរយើងបានឃើញពីការពិតដែលកំពុងកើតឡើងហើយកុំភ្លេចឈុត Subscribe និងដាក់រូបកណ្ដឹងដើម្បីទទួលបានព័ត៌មានបន្តក្តៅៗនៅថ្ងៃស្អែកទៀតសូមអរគុណដល់ពុកម៉ែបងប្អូនដែលចំណាយពេលវេលាដ៏មានតម្លៃតាមដានព័ត៌មានថ្ងៃនេះខ្ញុំបាទភា707សូមអរគុណសូមជម្រាបលា